សំធូរlab ទី3ដែលយើងធ្វើការដែលយើងនិយាយទៅលើ install web server ដែលកំពុងឡើយយើងធ្វើការវាយ command មួយដើម្បី update ទៅលើ disponibility level វាយ sudo apt update okay នេះវា update ឲ្យវា update full សិនចាំមានផ្លែនេះបន្ទាប់ពីវា update ដល់ហើយយើងធ្វើការវាយ command មួយដើម្បីលើ install Apache វាវាយ sudo apt install apache tool ដកវាយ enter okay សូម control L មួយដើម្បីយើង verify ទៅលើការ install របស់យើងវាយ command មួយថា sudo system status Apache Apache នេះមានថាវា active វាកំពុងអារ៉ាន់ដែលយើងការ install Apache មិនហ្នឹងហើយដើម្បីយើងមួយទៀតបើសិនយើងចង់តេស្តមើលមកយើងធ្វើការវាយ host name ដកហើយនេះ address នេះរួចទៅគឺការ search ទៅលើaddress ហ្នឹងរួច2.8.0.8.23.150នេះដែលយើងបាន install មិញវាធ្វើការ run លើនេះហើយអញ្ចឹងទៅចំណុចបន្តទៀតយើងធ្វើការ test ទៅលើ web server របស់យើងអាហ្នឹងសម្រាប់ test មួយទៀតយើងអាចវាយ command ថា call localhost ហើយសម្រាប់ហ្នឹងយើងបានដើរមានប៉ុណ្ណឹងហើយសម្រាប់មួយទៀតបើសិនជាយើងចង់ manage ទៅលើ service របស់លើដែលយើងបាន install web ហ្នឹងយើងមាន command ចំនួនដូចជា stop server start server ហើយនឹង restart apply change enable start ដូចជាយើងចង់ stop server ដែលយើងហើយ command មួយវាយថា sudo systemctl stop apache apache sudo systemctl stop apache2 enter អូខេនេះមានថាវា stop អញ្ចឹងវាធ្វើហើយធ្វើការមក check លើនេះដែលយើងបានមុនហ្នឹងយើង refresh មកនេះមានថាវាបាត់ហើយយើង stop service អញ្ចឹងអូខេដើម្បី start service នេះមាន
comment មួយយើងធ្វើការវាយ comment មួយយើងដូរកន្លែង stop នេះយើងដាក់ start វិញមកធ្វើការ enter ហើយយើងចូលមកក្នុង website IP address ដែលយើង test មុននឹងចង់ដឹងហើយការ refresh មួយអូខេនេះវានឹងត្រឡប់មកវិញហើយនឹង comment មានដូចជា comment restart change មិនថាយើងចង់ change ទៅលើនៅលើ web របស់យើងមានថា comment នឹងដែរយើងគ្រាន់តែដូរនៅកន្លែងដាក់ថា restart មកក៏វា change អីដែលយើងបានដូចយើងកំណត់ផ្សេងៗអញ្ចឹងទៅវានឹងផ្លាស់ប្ដូរនេះតែនេះខ្ញុំអត់បានមានកំណត់អីទេអញ្ចឹងវានៅតែដែរទេហើយមួយទៀតដូចជាយើង enable start on boot មានថាយើងវាយcomment sudo ទៅដែរហើយយើងគ្រាន់តែដូរនៅកន្លែង restart នេះដាក់ថា enable enable Apache មកអូខេវាថាវាកំពុងតែ enable start on boot វិញចា refresh មកហ្នឹងសម្រាប់ការងារ install web មានតែប៉ុណ្្នឹងទេអរគុណច្រើនលោកគ្រូ